ប្រទះឃើញវ៉ាលីបណ្ដែតទឹកទន្លេវ៉ៃគោបងកយផ្អើលក្រុងស្វាយរៀងខេត្តស្វាយរៀងមានវ៉ាលីបណ្ដែតទឹកទន្លេវ៉ៃគោខាងជើងបន្តឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយមានក្លិនស្អុយជះមកលើខ្នល់ដោយគេដាក់ការសង្ស័យថាជាករណីឃាតកម្មសម្លាប់មនុស្សហើយកាត់ជីកង់ញាត់ចូលវ៉ាលីដឹកយកមកទម្លាក់ចោលក្នុងទឹកព្រែកទន្លេវ៉ៃគោពេលសពហើមអណ្ដែតទឹកធ្វើឲ្យមានការភ្ញាក់ផ្អើលតែម្ដងបើតាមសមត្ថកិច្ចបានឲ្យដឹងថាការប្រទះឃើញវ៉ាលីបណ្ដែតទឹកនេះកើតឡើងនៅវេលាម៉ោង 11:30 នាទីព្រឹកនៅថ្ងៃទី 9 តុលាឆ្នាំ 2025 ស្ថិតនៅក្នុងទឹកព្រែកទន្លេវ៉ៃគោត្រង់ចំណុចខាងជើងឈៀងខាងលិចស្ពាន Highway ផ្លូវជាតិលេខ 1 ស្ថិតក្នុងភូមិសាលាស្រុកចាស់សង្កាត់ព្រៃធ្លាក់ក្រុងស្វាយរៀងប្រពន្ធបន្តបានឲ្យដឹងថាក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងស្វាយរៀងបានចុះទៅពិនិត្យនៅទីតាំងកើតហេតុរួចបានរាយការណ៍ជូនលោកស្នងការដ្ឋាននគរបាលខេត្តនិងលោកព្រះអាជ្ញាអមសាលាដំបងខេត្តស្វាយរៀងបានដឹកនាំកម្លាំងចម្រុះចុះទៅពិនិត្យនិងស្រង់វ៉ាលីនោះមកលើឃើញថាពិតជាមានសាកសពមនុស្សដោយមានសភាពហើមស្អុយរលួយនៅវេលាម៉ោង 3:30 នាទីរសៀលថ្ងៃទី 9 តុលាដដែលក្រុមការងារបានសម្រេចចិត្តលើកវ៉ាលីដាក់សាកសពនេះចូលទៅក្នុងថង់ផ្លាស្ទិកលើកដាក់លើរថយន្តសាមួយមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងយកទៅដាក់នៅមន្ទីរពេទ្យខេត្តដើម្បីពិនិត្យនិងធ្វើការកោសលវិច័យបើតាមសមត្ថកិច្ចបានបង្ហាប់ឲ្យដឹងថាសពតែគេសម្លាប់ដាក់ក្នុងវ៉ាលីទម្លាក់ចោលទៅក្នុងទឹកព្រែកទន្លេវ៉ៃគោសមត្ថកិច្ចបានដាក់ការសង្ស័យថាជាសពមនុស្សប្រុសត្រូវបានឃាតករសម្លាប់នៅកន្លែងផ្សេងរួចដឹកយកមកទម្លាក់នៅត្រង់ចំណុចផ្លូវ Highway នេះទោះបីជាយ៉ាងណាសមត្ថកិច្ចមិនទាន់ដាក់ការសន្និដ្ឋានយ៉ាងណានៅឡើយទេថាជាជនបរទេសឬមួយក៏ជនជាតិខ្មែរយើងនោះទេកំពុងពិនិត្យនិងធ្វើការកោសលវិច័យលទ្ធផលយ៉ាងណារងចាំសមត្ថកិច្ចពិនិត្យនិងស្រាវជ្រាវចំណែកមហាជនបានលើកឡើងថាសង្ស័យជាករណីចាប់ជំរិតអ្នកខ្លះបានដាក់ការសង្ស័យថាជាករណីចាប់ជំរិតរបស់ក្រុមសង្គមងងឹតល្បែងអនឡាញទោះបីជាយ៉ាងណាលទ្ធផលការពិតសូមរងចាំសមត្ថកិច្ចពិនិត្យនិងស្រាវជ្រាវសិនកុំជឿកុំជក់កុំជួញគ្រឿងញៀនបំណងល្អពី Right to You